បញ្ហាទូអត់តិចបងប្អូនពេលខ្លះវាបញ្ហាច្រើនប៉ុន្តែបើយើងដឹងពីរបៀបដោះស្រាយវាមិនតិចមួយនេះអត់តិចសោះជួយយើងដោះកម្របហ្នឹងបងប្អូនដោះកន្លែងកង្ហារវាហ្នឹងមកដល់ពេលដែលដោះរួចហ្នឹងបងប្អូនបញ្ជាក់តិចដោយសារតែទូវាប្រភេទខុសគ្នាអញ្ចឹងយើងមើលកន្លែងកង្ហាររបស់វាទៅយើងឃើញកម្របដោះនេះយើងដោះចេញមកមិនខ្លាចខូចចាំហាវជាងទៀតដោះវាឲ្យខ្ទេចទៅហ្មងប៉ុន្តែបើដោះហើយមិនហាវខ្ញុំទេអញ្ចឹងបងប្អូននៅពេលដែលយើងមានករណីវាអត់តិចអត់អីហ្នឹងបងប្អូនអាចធ្វើតាមវីដេអូហ្នឹងទៅយើងដោះកន្លែងកម្របហ្នឹងកម្របរបស់វាមានកង្ហាលនៅខាងក្នុងហ្នឹងហើយវាមានកញ្ច្រែងអញ្ចឹងបងប្អូននេះទៅពេលដែលយើងដោះហើយក៏ពេញហ្នឹងទាំងអស់បងប្អូនទៅពេលដែលកហ្នឹងបងប្អូនអាចមានវិធីដោះស្រាយបានងាយទេហើយយើងធ្វើការបង្ហាញបងប្អូនចាំទស្សនាវីដេអូបន្តទៀតទៅយើងនឹងប្រាប់ពីវិធីដោះស្រាយអរគុណច្រើនបងប្អូនពេលដែលទស្សនាវីដេអូសូមជួយចុច follow page ផងព្រោះខ្ញុំឃើញ page គឺមានអ្នកចូលមើលច្រើនតែអត់បាន follow អញ្ចឹងបងប្អូនអាចជួយ follow page មួយផងដោយសារតែវីដេអូមុនយើងឃើញនៅពេលដែលយើងដោះទៅយើងឃើញកកហ្នឹងទាំងវីដេអូកកនេះគឺយើងធ្វើការផ្លុំមកកកហ្នឹងឲ្យវាចេញពីអកឆែងតិចរបស់វាហ្នឹងទៅយើងបើដំណើរការវិញទៅហ្នឹងតាមដែលយើងមិនចាំបាច់ហៅជាងនេះបើសិនជាយើងមានករណីហ្នឹងទៅទេហើយយើងអាចធ្វើខ្លួនឯងជាមានបតលមួយទៅហើយបើសិនជាមានម៉ាស៊ីនផ្លុំសក់យើងមានម៉ាស៊ីនផ្លុំសក់ទៅយើងដាក់កម្របដូចវីដេអូមុនអញ្ចឹងទៅហើយយើងធ្វើការផ្លុំវានៅផ្លុំរហូតដល់តកកហ្នឹងវាលេខអស់អញ្ចឹងពេលតកកលេខអស់បងប្អូនគឺយើងអាចដោតដូចបើកម៉ាស៊ីននឹងដំណើរការវិញបានហើយវាជាបងប្អូនទៅជាប្រភេទទូក្លាសេទេជាប្រភេទនំប៉័ងឬក៏អីផ្សេងៗអាចក្លាសេនៅក្នុងហ្នឹងហើយបញ្ហាដែលវាបណ្ដាលឲ្យវាកកកញ្ឆែងនៅខាងក្នុងហ្នឹងគឺភាគច្រើនគឺយើងដាក់របស់ច្រើនពេកយើងចេះតែញាត់ទៅពេលវាអត់មានខ្យល់ចេញចូលហើយវាធ្វើឲ្យស្ទះកង្ហារហ្នឹងក៏យើងក៏វាអាចនឹងកកកញ្ឆែងហ្នឹងដែរពេលដែលកកគឺវាលែងតិចឯទូហើយបើសិនជាយើងក៏សម្គាល់បើសិនជាករណីប្រភេទទូកកប្រភេទទូតិចហ្នឹងពេលដែលវាលែងតិចយើងមកចាប់មហាជាងនេះដំបូងឡើយគឺយើងធ្វើនៅក្នុងវីដេអូហ្នឹងទៅយើងដោះកម្របនៅកន្លែងកង្ហារហ្នឹងណាហើយវីដេអូហ្នឹងវាមានប្រយោជន៍ជាងមុនបើសិនជាយើងតាមដានឬក៏យើងមើលពីសកម្មភាពទៅយើងអាចនឹងចេះចំនួនដែរដល់យើងមិនចាំបាច់ហៅជាងហើយពេលដែលយើងឆែកក្នុងតកកហ្នឹងហើយយើងអាចដាក់កម្រบบិទវាចូលទៅតាមសំដៅវាវិញទៅហើយយើងបើកទូដំណើរការទៅគឺយើងអាចទៅជួយប៉ុន្តែវាមានករណីផ្សេងទៀតក្នុងករណីវាយើងដោតវាខ្សែឡើងវាកកទៀតអាចមកពីបញ្ហាផ្សេងៗកករបស់វានៅខាងក្នុងហ្នឹងទៀតអញ្ចឹងហ្នឹងយើងពីព្រំដែនមកយើងអាចចេះនឹងអាចហៅជាងចេះទេឆែកតបានព្រោះបញ្ហាទូតកកករណីទី1គឺវាអាចនឹងកកកញ្ច្រែងបើសិនជាយើងមានពលវិមអីទៅយើងអាចធ្វើបានយើងអាចនៅផ្ទះនេះយើងអាចធ្វើខ្លួនឯងបានព្រាមប៉ុន្តែវាមានរឿងច្រើននៅខាងក្នុងហ្នឹងទៀតគាត់ថាជាទូទៅអត់តិចវាអាចកកកញ្ច្រែងហ្នឹងហើយបងប្អូនកុំភ្លេចចុច follow page ម្នាក់មួយផងអរគុណច្រើន